សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានេះគឺនៅក្នុងចំការដំឡូងនៃរដូវប្រាំងគឺជារដូវក្តៅហួតហែងធ្វើឲ្យស្លឹកដំឡូងអីគឺជ្រុះអស់ហើយនេះគឺជាចំការដំឡូងប្រធានបទហ្នឹងគឺយើងនិយាយអំពីលក្ខណៈកសិកម្មតាមបែបធម្មជាតិនិងលក្ខណៈកសិកម្មតាមបែបវិទ្យាសាស្ត្រលក្ខណៈកសិកម្មតាមបែបធម្មជាតិគឺគេហៅថាកសិកម្មតាមបែបវប្បធម៌កសិកម្មជាលក្ខណៈប្រពៃណីចំណែកឯកសិកម្មតាមបែបវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនគេហៅថាកសិកម្មតាមបែបឧស្សាហកម្មហើយអ្វីដែលខ្ញុំមកថតនៅក្នុងចំការដំឡូងផ្ទាល់នេះគឺខ្ញុំចង់និយាយអំពីប្រធានបទកសិកម្មរវាងប្រទេសយើងជាមួយនឹងប្រទេសជឿនលឿននៅក្នុងប្រទេសជឿនលឿនក៏គេធ្វើកសិកម្មដូចគ្នាប៉ុន្តែកសិកម្មរបស់គេគឺជាកសិកម្មតាមបែបឧស្សាហកម្មជាកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបចំណែកឯប្រទេសកម្ពុជាយើងក៏ជាប្រទេសកសិកម្មដែរប៉ុន្តែយើងធ្វើកសិកម្មតាមបែបប្រពៃណីតាមបែបវប្បធម៌ដូច្នេះហើយទិន្នផលក៏វាមិនបានដូចប្រទេសជឿនលឿនដែរអញ្ចឹងបានជាយើងត្រូវធ្វើការប្រៀបធៀបគ្នាជាមួយនឹងប្រទេសយើងហើយនឹងប្រទេសជឿនលឿនក្នុងគោលបំណងអ្វីដែលយើងត្រូវធ្វើការសិក្សាប្រៀបធៀបរវាងប្រទេសយើងជាមួយនឹងប្រទេសគេជឿនលឿនគឺក្នុងគោលបំណងដើម្បីធ្វើឲ្យប្រទេសយើងរីកចម្រើនរុងរឿងនៅក្នុងវិស័យកសិកម្ម